update តម្លៃហាងចេញមាសនៅថ្ងៃទី26ខែ3 2026មាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងតើតើមួយការវិភាគទីផ្សារយើងមើលថាទីផ្សារលើហ្នឹងគឺវាស្ថិតនៅក្នុងលំហ uptrend អញ្ចឹងណាបងប្អូនអញ្ចឹងតម្លៃដែលយើងអាចចូលទិញទី1ហ្នឹងគឺនៅតម្លៃ4480បាទ4480អញ្ចឹងតម្លៃដែលយើងអាចចូលទិញបានគឺនៅតម្លៃនឹងមួយហើយនឹងតម្លៃចូលទិញទី2គឺនៅតម្លៃ4313បាទហើយនឹងតម្លៃទិញទី3ហ្នឹងគឺនៅតម្លៃ4009បាទហើយនឹងតម្លៃទិញទី4នោះគឺនៅតម្លៃ3809ហើយតម្លៃលក់របស់យើងវិញគឺនៅតម្លៃ4740បាទហើយនឹងតម្លៃលក់ទី2គឺនៅតម្លៃ4809អញ្ចឹងបើសិនជាទីផ្សារវាប្រែកនៅតម្លៃ low ដែលនៅតម្លៃ4300នេះអញ្ចឹងយើងរងចាំឲ្យវា pull back ទៅខាងលើវិញចាំយើងចូលលក់បាទបើកាលណាវា break low គឺវានឹងចុះក្រោមតែបើសិនជាវា break នៅតម្លៃ high នេះគឺវានឹងបន្តឡើងទៅលើទៀតហើយអញ្ចឹងយើងត្រូវតែព្យាយាមទិញវិញបាទអញ្ចឹងទីផ្សារបើសិនជាវា break នៅតម្លៃ4600បងប្អូនអរគ្នាព្យាយាមទិញឲ្យបានច្រើនជាងលក់ទៅបាទហើយទីផ្សារឥឡូវហ្នឹងគឺវាកំពុងតែស្ថិតនៅក្នុងលំហអាប់ទៀតអញ្ចឹងភាគរយនៃការទិញគឺល្អជាងលក់អញ្ចឹងណាបងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រិតចំណេញច្រើនហេងសំណាងល្អ